ខ្សែបេះដូងស្មោះគឺខ្សែបេះដូងដែលវែងបាទជាខ្សែបេះដូងដែលវែងមកដល់ទួលព្រះប្រហ័សបាទប៉ុន្តែមិនមែនវែងពេកទេបាទបើសិនជាវែងហួសបាទហួសទួលប្រហ័សធ្លាក់មកដល់កន្លែងគែមកន្លែងនេះណាបាទអានោះគឺមិនល្អទេបាទគឺស្រឡាញ់ងប់ខ្លាំងពេកបាទស្រឡាញ់ហើយងប់ខ្លាំងពេកហើយបើសិនជាភាគីម្ខាងទៀតបែកចិត្តនឹងគាត់អាចបំផ្លាញខ្លួនឯងណាបាទបើសិនជាខ្សែនេះមកដល់កន្លែងនេះណាបាទនោះគឺស្រឡាញ់ងប់ងល់ខ្លាំងពេកអញ្ចឹងមិនល្អទេដែលល្អគឺដល់ត្រឹមនេះបាទត្រឹមនេះគឺល្មមសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អានជាពិសេសពុកម៉ែបងប្អូនអ្នកដែលមានជំនឿជឿលើការទាស់ទាយខ្សែបាតដៃបាទនៅក្នុងថ្ងៃនេះខ្ញុំបាទគៀតសន្យាអ្នកវិភាគក្រឡាបាតដៃសូមធ្វើការបង្ហាញចែករំលែកខ្សែបាតដៃមួយប្រភេទដល់ពុកម៉ែបងប្អូនដើម្បីទស្សនាកម្សាន្តនិងដើម្បីសិក្សាប្រៀបធៀបបាទព្រោះថាការរៀនវិធីអានខ្សែបាតដៃនេះមិនមែនជារឿងអបិយជំនឿទេបាទវាមានលក្ខណៈវិទ្យាសាស្ត្រជាច្រើនបាទឬមួយផ្នែកប៉ុន្តែក៏មានជំនឿបាទមានជំនឿខ្លះដែរប៉ុន្តែភាគតិចបាទជំនឿនឹងគឺភាគតិចនៅក្នុងក្បួនអានបាតដៃបាទហើយបាតដៃដែលខ្ញុំយកមកបង្ហាញចែករំលែកជូនដល់ពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះគឺបង្ហាញខ្សែមួយប្រភេទបាទខ្សែនេះមានឈ្មោះថាខ្សែបេះដូងស្មោះបាទខ្សែបេះដូងស្មោះគឺខ្សែបេះដូងដែលវែងបាទជាខ្សែបេះដូងដែលវែងមកដល់ទួលព្រះប្រហ័សបាទដោយនៅក្នុងរូបភាពនេះបាទអ្នកដែលមានខ្សែបេះដូងលក្ខណៈនេះគឺជាមនុស្សដែលស្រឡាញ់ស្មោះបាទស្រឡាញ់ស្មោះត្រង់និងស្នេហាហើយក៏មានការទទួលខុសត្រូវទៅនឹងការងារបាទទទួលខុសត្រូវលើគ្រួសារផងដែរបាទហើយអ្នកដែលមានខ្សែលក្ខណៈនេះគឺជាខ្សែដែលល្អបាទហើយខ្សែបេះដូងនេះគឺមានលក្ខណៈផ្សេងគ្នាបាទជាច្រើនបែបបាទជាច្រើនបែបច្រើនលក្ខណៈរួមទាំងអស់ប្រហែលជាជិត100បែបជិត100ប្រភេទឯណោះបាទខ្ញុំក៏មិនអាចចាំបានទាំងអស់ទេបាទខ្សែដែលផ្លេកខ្សែដែលមិនសូវឃើញនោះជួនកាលក៏តែទៅបើកក្បួនមើលនឹងទៅមើលចេញក៏មានដែរបាទប៉ុន្តែដែលខ្ញុំលើកយកមកបង្ហាញនេះគឺមិនចម្លែកទេបាទមិនមែនជាខ្សែដែលចម្លែកទេគឺជាខ្សែដែលមនុស្សមួយចំនួននឹងគឺមានបាទមនុស្សមួយចំនួនតែខ្ញុំមិនដឹងថាប្រមាណភាគរយទេបាទប៉ុន្តែឃើញច្រើនដែរបាទខ្សែដែលមានលក្ខណៈដូចនេះបាទហើយសម្រាប់មនុស្សដែលខ្ញុំស្គាល់ជិតស្និទ្ធនោះគឺបើសិនជាខ្ញុំចាំមិនច្រឡំទេគឺមានច្រើនអ្នកបាទមានច្រើនអ្នកហើយខ្ញុំធ្លាប់យកមកបង្ហាញ
តាក់ទងទៅនឹងចំណុចផ្សេងនោះគឺមាន2នាក់បាទដែលខ្ញុំធ្លាប់យកបាតដៃរបស់គាត់បង្ហាញចំណុចផ្សេងនឹងមាន2នាក់ប៉ុន្តែគាត់មានខ្សែបេះដូងនឹងគឺដល់ទួលព្រះប្រហ័សបាទហើយជីវិតពេទ្យរបស់គាត់បាទឬអត្តចរិតរបស់គាត់គឺត្រូវបាទគឺគាត់ជាមនុស្សស្មោះត្រង់បាទស្មោះត្រង់នឹងស្នេហាស្មោះត្រង់នឹងប្រពន្ធកូនហើយស្មោះត្រង់នឹងការងារបាទធ្វើអ្វីគឺគាត់ធ្វើម៉ត់ចត់គាត់ធ្វើម៉ត់ចត់ណាស់បាទហើយក៏ជាមនុស្សដែលទទួលជោគជ័យនឹងការងាររស់ស៊ីទាំងពីរនាក់បាទប៉ុន្តែលក្ខណៈផ្សេងបាទលក្ខណៈផ្សេងរបស់គាត់នឹងគឺល្អផងបាទដូចជាអញ្ចាញដៃបាទអញ្ចាញដៃទួលហើយនឹងខ្សែផ្សេងនឹងគឺល្អផងបាទហើយគាត់ជោគជ័យនឹងការងារបាទម្នាក់នឹងគឺជោគជ័យនឹងការងារមន្ត្រីរាជការបាទរាល់ថ្ងៃនេះគឺគាត់ជាអនុសេនីយ៍ឯកបាទជាមន្ត្រីយោធាមានឋានន្តរស័ក្តិអនុសេនីយ៍ឯកបាទហើយសម្រាប់បាតដៃដែលខ្ញុំបង្ហាញនេះក៏ជោគជ័យដែរបាទប៉ុន្តែជោគជ័យរឿងរស់ស៊ីបាទការរស់ស៊ីរបស់គាត់នឹងគឺជោគជ័យរកចំណូលបានច្រើនបាទក្នុងមួយខែនឹងគឺរកចំណូលបានច្រើនណាស់បាទគាត់រកមួយខែស្មើច្រើនជាងខ្ញុំរកមួយឆ្នាំបាទច្រើនជាងខ្ញុំធ្វើការមួយឆ្នាំបាទគឺចំណូលរបស់គាត់នឹងគឺខ្ពស់មែនទែនបាទអញ្ចឹងដែលខ្ញុំយកមកបង្ហាញនេះមិនមែនមនុស្សទាំងអស់នឹងឲ្យតែមានខ្សែបេះដូងមកដល់នឹងទួលព្រះប្រហ័សនឹងគឺសុទ្ធតែស្មោះត្រង់ 100% នោះក៏មិនមែនទេបាទខ្លាចពុកម៉ែបងប្អូនឃើញខ្ញុំបង្ហាញលក្ខណៈខ្សែបេះដូងនេះថាជាលក្ខណៈខ្សែបេះដូងដែលស្មោះត្រង់ជាមនុស្សចិត្តត្រង់ជួនកាលមនុស្សដែលមានខ្សែអញ្ចឹងនោះទៅតាក់ទងធ្វើការទំនាក់ទំនងបាទទំនាក់ទំនងរឿងអ្វីមួយបាទទៅពឹងរឿងអ្វីមួយដែលមិនល្អហ្នឹងគឺពុកម៉ែបងប្អូនត្រូវគិតផងបាទត្រូវគិតផងគឺមិនមានអ្វីដែល 100% ទេបាទហើយជួនកាលអ្នកដែលមានខ្សែបេះដូងផ្លែកខុសពីនេះគាត់ជាមនុស្សស្មោះត្រង់ក៏មានដែរដោយគាត់យល់ថាភាពស្មោះត្រង់នឹងគឺជារឿងដែលល្អអញ្ចឹងគាត់អាចអភិវឌ្ឍខ្លួនបាទគាត់អាចអភិវឌ្ឍខ្លួនអាចកែខ្លួនបាទធ្វើជាមនុស្សស្មោះត្រង់បាទជួនកាលមានស្មោះត្រង់ពីកំណើតពីអត្តចរិតពីកំណើតនោះទេប៉ុន្តែពេលដែលគាត់បានរៀនសូត្រយល់ដឹងពីសង្គមដឹងពីក្រមសីលធម៌ដឹងពីបុណ្យពីបាបទៅគាត់អាចកែលម្អខ្លួនបាទឲ្យคล้ายជាមនុស្សស្មោះក៏មានដែរបាទមិនចាំបាច់តែខ្សែអញ្ចឹងទេបាទប៉ុន្តែតាមក្បួនបាទតាមក្បួនអានក្រឡាបាតដៃនោះគឺបានបង្ហាញថាអ្នកដែលមានខ្សែបេះដូងដល់នឹងទួលព្រះប្រហ័សនេះគឺជាមនុស្សដែលមានចិត្តស្មោះត្រង់បាទមានចិត្តស្មោះត្រង់ចិត្តចិត្តល្អបាទចិត្តល្អចិត្តមិនវាចវេបាទគឺស្រឡាញ់គ្រួសារស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធបាទប៉ុន្តែមិនមែនវែងពេកទេបាទបើសិនជាវែងហួសបាទហួសទួលប្រហ័សធ្លាក់មកដល់កន្លែងហ្គេមកន្លែងនេះណាបាទអានោះគឺមិនល្អទេបាទគឺស្រឡាញ់ងប់ខ្លាំងពេក
បាទស្រឡាញ់ហើយងប់ខ្លាំងពេកហើយបើសិនជាភាគីមកខាងទៀតបែកចិត្តនឹងគាត់អាចបំផ្លាញខ្លួនឯងណាបាទបើសិនជាខ្សែនេះមកដល់កន្លែងនេះណាបាទនឹងគឺស្រឡាញ់ងប់ងល់ខ្លាំងពេកអញ្ចឹងមិនល្អទេដែលល្អគឺដល់ត្រឹមនេះបាទត្រឹមនេះគឺល្មមល្អបាទខ្លីពេកក៏មិនល្អហើយវែងពេកក៏មិនល្អដែរអញ្ចឹងខ្សែបេះដូងដែលវែងខ្លាំងពេកក៏មិនសូវល្អដែរបាទដោយខ្សែបេះដូងដែលខ្ញុំបង្ហាញនេះបើយើងមើលទៅគឺរាងវែងជ្រុលបន្តិចបាទកាលណាវែងអញ្ចឹងគឺល្អតែតាក់ទងទៅនឹងរឿងស្នេហាការស្រឡាញ់ស្មោះការមានគុណធម៌មានសីលធម៌បាទប៉ុន្តែរឿងមួយចំនួនហ្នឹងអត់សូវល្អទេបាទកាលណាវែងខ្លាំងពេកធ្វើឲ្យទួលព្រះប្រហ័សហ្នឹងតូចបាទតូចខុសពីស្តង់ដារបាទអញ្ចឹងដូចយើងឃើញហើយមហាសេដ្ឋីធំភាគច្រើនគឺទួលព្រះប្រហ័សរបស់គាត់នឹងធំបាទហើយខ្សែបេះដូងនេះគឺអត់វែងដល់ថ្នាក់នេះទេអញ្ចឹងខ្សែបេះដូងនេះគឺមានលក្ខណៈប្លែកពីគ្នាហើយវីដេអូក្រោយទៀតនឹងខ្ញុំនឹងបង្ហាញលក្ខណៈផ្សេងហើយនឹងអត្ថន័យរបស់វាជូនដល់ពុកម៉ែបងប្អូនម្ដងមួយបាទប៉ុន្តែមិនអាចយកមកបង្ហាញទាំងអស់បានទេបាទដោយសារក្នុងក្បួននឹងគឺមានច្រើនប្រភេទពេកបាទអញ្ចឹងយកតែខ្លះទេបាទអញ្ចឹងការបង្ហាញលក្ខណៈខ្សែបេះដូងស្មោះបាទលក្ខណៈខ្សែបេះដូងស្មោះហ្នឹងគឺមិនមានអ្វីច្រើនទេបាទហើយក្នុងបាតដៃនេះគឺខ្ញុំបង្ហាញតែមួយទេបាទមិនបានបង្ហាញពីខ្សែខួរក្បាលឬខ្សែអីផ្សេងទេបាទគឺខ្ញុំផ្ដោតសំខាន់គឺរឿងខ្សែបេះដូងទេបាទរឿងផ្សេងគឺពុកម៉ែបងប្អូនមិនបាច់មើលទេហើយសម្រាប់ការបង្ហាញនៅក្នុងថ្ងៃនេះក៏សូមបញ្ចប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណសម្រាប់ការតាមដានទស្សនារបស់ពុកម៉ែបងប្អូនជារៀងរហូតមកសូមជូនពរឲ្យពុកម៉ែបងប្អូនជួបតែសំណាងល្អមានសុខភាពល្អមានបញ្ញាភ្លឺស្វាងវាងវៃនិងទទួលជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណសូមជម្រាបលា